ដើមត្រែងដុះតាមច្រាំងទន្លេបឹងបួរអាចជួយទប់ការបាក់ដីច្រាំងទន្លេធន់នឹងខ្យល់បក់បោកប្រៀបដូចស្ត្រីខ្មែរដែលអត់ធន់នឹងព្យុះភ្លៀងក្នុងជីវិតដើមត្រែងល្ខោនវិទ្យុឧបត្ថម្ភដោយគណៈកម្មការសហគមន៍អឺរ៉ុបភាគ1ដោយម៉ាតេរីដើម្បីបញ្ជាភាពក្រីក្រការបោះឆ្នោតក្រុមប្រឹក្សាឃុំក្នុងដោយម៉ាតេរីដើម្បីបញ្ជាភាពក្រីក្រណែឯងសប្បាយចិត្តដល់វើយអ្នកសុខគាំទ្រយើងច្រើនណាស់នេះណែរត់មន់ម្ដងហីកំពុងហេវផងតែចាស់លោកថាណាចេះឯងឲ្យក្រែងចេះគេវើយសបាយពេកប្រយ័ត្នតែខកចិត្តក៏ធន់ដែរគ្រាន់តែអទឹកផងបានលោទៅលោកគ្រូពេទ្យភាឯងបានជាប់ជាមេឃុំទៅគ្នាណែមិនបានទៅជាស្ងៀនយ៉ាងសង្ហាទៅហើយទេយល់សពកដាលថ្ងៃទៅណែជារៀបពេញផ្លូវទូផ្លូវគេជីផងមើលចូលគៀនតិចទៅថាម៉េចឯងមិនយកគ្នាធ្វើស្មៀនទេគ្នាឯងមិនជួយចង់ជួយអ្នកក្រៅស្មៀនណាគេមានការប្រឡំមានក្របខ័ណ្ឌត្រឹមត្រូវមិនមែនមេឃុំនឹកឃើញហៅចូលតាមចិត្តនោះទេទៅលោកអនាគតមេឃុំអើយគ្នាគ្រាន់តែនិយាយលេងតើអ្នកណាមិនដឹងថាឃុំយើងនឹងមានស្មៀនមួយជ្រែកទៅហើយនោះមិនតន់ដឹងអីផងចង់ថាពួកម៉ាឯងមិនកើតទៅហើយមកបដោយបឹងទលេសាមនេះអ្នកណាមិនស្គាល់ប្រុសឌឿនសួរទៅមើលមានណាថាខ្លាំងឯងខ្លាំងក៏ខ្លាំងទៅសង្ស័យទៅលោកពេទ្យភាឯងនេះកន្លែងខ្លះចាំដល់ឌឿនផងទេដឹងឥឡូវដល់ផ្ទះគ្នាវើយណែជិះម៉ូតូឲ្យស្រួលណាក្រែងធ្លាក់ទន្លេវាផ្អើលត្រីផ្អើលអីអស់វើយអស់ហើយพ่อបើកវាបងបន្តិចមកអស់ហើយพ่อទៅហើយបងបន្តិចមកយ៉ាងម៉េចអីបងឮតាសំឡេងហូរលាន់ឲ្យរំពងខ្ទោដល់ខាងលិចទលេទៀតណអូយកុំអាលសួរបងឃ្លានបាយនេះបានមហូបអីហ្នឹងបងភ័ណ្ឌអើយលោកបងមេឃុំឃ្លានបាយហើយចាក់ជឿបងខ្ញុំឆែបធ្លាក់ចានពីដៃឥឡូវហើយរីបាយមកបងឲ្យចានខ្ញុំមកបងអូយឈ្ងុយត្រីអាំងមែនទេណែឈូសភាឥឡូវហើយកាន់ឲ្យស្រួលមើលមិនអីរឿងឃោសនាបោះឆ្នោតធ្វើមេឃុំមេអីហ្នឹងកុំអាស៊ូនាំបងអូស្លមជូរក្តាមឆ្ងាញ់មាត់ហើយខ្ញុំអភ័ណ្ឌអើយសួតឡើងកូនសេចដាឃ្លានបាយហើយម៉ែអើយខ្ញុំក៏ឃ្លានបាយដែរម៉ែមហូបបងផនធ្វើអូយត្រូវចិត្តខ្ញុំទាំងអស់ជួយយកចានសុភាទៅដាក់លើកែនៅរៀនហាខាងមុខទៅកូនហើយទៅផ្លាស់អាវចេញសិនទៅនឹងអាលមកហូបបាយជុំគ្នាណែមើលទៅអ្នកភូមិគាំទ្រអីណាភាមែនណាបងបាក់មិញនៅផ្សារអ្នកណាក៏សួរពីឯងដែរមកពីប្អូនប្រុសឯងនឹងវាប្រកែបើបានជាប់ធ្វើមេឃុំទាំងក្មេងនោះល្បីពេញមកភូមិនេះហើយសង្ស័យតែល្បីជាមួយស្រីវិញទេម៉ែអើយវកុំមកជួមាត់ទលេហ្នឹងមកពឹងពាក់ឲ្យជួយនេះជួយនោះព្រឹកល្ងាចហ្នឹងពិសេសអស្ចារ្យដល់ផ្ទះកាលណាអ្នកខ្វះកូនឯងទូស្លោឲ្យចេដានតិចទៅអើយងងក់ទៀតហើយចង់ញ៉ាំបាយសោះហើយនេះទុកឲ្យបងភាទៅម៉ែស្រីដានស្ដាប់តែបងភាណាលោកតានិយាយរឿងអីចានេះភាបាយសូបស្លោអីយកទៅឲ្យក្មួយមុនទៅអានេះមើលឆ្អឹងត្រីសិនកូនប្រយ័ត្នឆ្លាក់ក្មួយណាបាទម៉ែតានិយាយរឿងអីចៅស្ដាប់ចាំហូបបាយរួចសិនទៅចៅជីតាចាំតានិយាយរឿងឲ្យស្ដាប់ណាតានិយាយរឿងមកមើលនេះស្ងៀមចៅប្រយ័ត្នធ្លាក់ពីលើបើបាយមកដល់ហើយតោះសីតាញ៉ាំបាយភានិយាយរឿងឲ្យដាស្ដាប់តិចមកក្មួយចែក្មួយឆ្លាតណាលើកស្រីដាដាក់មកហូបបាយជាមួយគ្នាល្មងទៅកូនអើយភាជាបន្តិចច្រឡក្តៅដាក់ត្រង់នេះមកកូនហេមកហូបអីហ្នឹងអូពុកនេះតតាក្តាមអីពុកចូលចិត្តណាស់នេះបើពុកចូលចិត្តប្រសាច្រើនទៅតន់ក្តៅក្មេងដែលនៅមើលលោនេសាទយើងនឹងណាពុកវាគេទៅហោក្តាមខ្ចង់យកមកធ្វើម្ហូបហើយបានខែក៏គេនឹកឃើញយកមកផ្ញើយើងទៅក្មេងៗអស់នេះចិត្តបានជាមួយមនុស្សចាស់ណាស់តើ
មើលភ្លក់តិចសិនមើល ណែមើលនេះក្តារមកធាត់ណា ភៀងយើងរឿងសិន មើលខ្លាំងឲ្យល្ងើមត្មងហើយ ក្មួយសម្លាញ់ចង់ស្ដាប់រឿងអ្វី រឿងតនសាយ រឿងទុនសាយបានរឿងទុនសាយចង់ស៊ីចេកហ្នឹងអី ចារឿងតនសាយស៊ីចេ សេចដាកុំរំអួយដាក់ពូពេកមើល កាលពីព្រេងនាយមានទុនសាយមួយ ចាតនសាយនៅប៉អីពូ ពូក្មួយត្រូវគ្នាណា ហើយមានម្ហូបអីផ្សេងទៀតទេអាសម្ផស្សកូន ចាទឹកត្រីពេញប៉ោះទុកជាមួយត្រីដែងទុនអាំង អីត្រីអាំងទៀតទេអូសុទ្ធតែម្ហូបត្រូវមាត់ហ្មងមកដួសបាយមកកូន ណែឡើងទៅអង្គុយក្បែរពុកឯងទៅកូនសុភ័ណ្ឌដូចមិនឃើញជីដនប្តីឯង ផឹកមិញក៏ថាទៅមើលលោត្រីបែបកម្មកហៅឲ្យនៅបាយជាមួយហើយមើលទៅម៉ែ មកហូបបាយជុំគ្នាមកកូន សា អើ យ យ នោះពពាលសនិងខ្មៅ ហេតុអីបានវាស៊ីចេក ព្រោះទុនសាយនោះវាឃ្លានបាយខ្លាំងណាស់ ហើយវាចង់ស៊ីចេកគេពូភៀ ទន្សាយក្លៀនបាយដោយសៃដាឯងក្លៀនបាយអញ្ចឹង ទុនសាយនោះវាឃ្លានពេកវាគោពោះរសោះគ្រូអូយពូក៏គោពោះដូចទុនសាយដែរ ទីស៊ីចេកតែយើងឬក៏ចេកបោះពូដឿង គឺវាស៊ីចេកអ្នកស្រុកទេទុនសាយក៏ធ្វើពុតជាងាប់ហើយវាដេកនៅក្បែរផ្លូវរទេះដើម្បីឲ្យអ្នកស្រុកមើលឃើញវាហើយពេលនោះក៏មានយាយម្នាក់ដើរមកពីចំការមានទូលចេកមួយល្អីមកផងឃើញទុនសាយដេកងាប់ក្បែរផ្លូវក៏នឹកចង់ហូបសាច់ទុនសាយក ូនឲ្យពូហូបបាយផងសួរអីក៏សួរម៉ែ ចាយាយនឹងចង់សម្លាប់តនសាយមែនឯពូ អត់ទេគឺគាត់ស្មានថាទុនសាយនោះស្លាប់ អើយភីអើយមកឡើងហូបបាយទឹកសិនណាកូន ដាក់លើល្អីយកទៅផ្ទះទុនសាយក៏ស៊ីចេកក្នុងល្អីនោះអស់ទៅសល់តែសបកហាមាត់ដាក់បាយម៉ាត់ទៀតឲ្យក្មួយចាយាយនឹងដឹងឯពូ អត់ដឹងទេតតែទុនសាយនឹងស៊ីឆ្អែតហើយលូតចុះពីល្អីប្រូចចូលទៅក្នុងព្រៃបាត់ទៅ ហូបបាយ ទើប ទៅ យាយនោះដឹងថាចាញ់បោកសាយហ្មង ឯងឆ្លើយតាមតាវាសួរហ្នឹងខានហូបបាយហូបទឹកហើយ ឥឡូវនេះពូធ្វើជាសត្វទុនសាយហើយក្មួយដាវិញធ្វើជាយាយចាស់ទូលល្អីហើយក្មួយឯងធ្វើម៉េចទៅបើឃើញទុនសាយដេកងាប់នៅតាមផ្លូវចឹង ចាខ្ញុំហៅតនសាយឲ្យក្រោកឡើងហើយណែយើងដឹងពុតឯងអស់ហើយបោកយើងមិនបានទេ អញ្ចឹងបើពូជាទុនសាយពូនឹងឆ្លើយវិញថានាងតូចអើយពូទុនសាយឃ្លានណាស់មានអីឲ្យពូទុនសាយហូបទេ ខ្ញុំអត់មានចេកផងមានតែបាយចឹងពូទុនសាយហូបបាយជាមួយយាយតាខ្ញុំអត់ពូទុនសាយព្រមទេ ហូបបាយក៏បានដែរតែនាងតូចក៏ត្រូវហូបបាយដែរហាមាត់មួយម៉ាត់ទៀត ពុកម៉ែមើលកូនបងភ័ណ្ឌចុះត្រូវប្រឆោតបងទន្សាយភៀង ហូបបាយទៅកូនក្មួយស្រីឯងវាពិការមិនដូចក្មេងដទីវាទាល់តែលួងលោមណាស់ទើបវាឈប់ងក់ងរ ម៉ែញ៉ាំតិចឲ្យពូទុនសាយបានហូបបាយហ៎ អាណិតណាស់ ពូទុនសាយហូបបាយទឹកក្នុងឆ្ងាញ់អត់ ឆ្ងាញ់ណាស់ហូប បងភ័ណ្ឌសៃដាអាយុ5ឆ្នាំហើយណាឆ្នាំក្រោយដល់អាយុចូលរៀនហើយ ចុះបើក្មួយឯងហ្នឹងជើងគ្នាដើរមិនរួចផងឲ្យទៅរៀនដូចគេខែងមិនកើតទេដឹង ម៉ែទៅរៀនសាលាគេប្រើបញ្ញាតាមានប្រែជើងឯណាយើងដឹកសីដាឲ្យទៅដល់ថ្នាក់រៀនទៅ អើយក្មួយឯងជាស្រីទេកុំបាច់ខ្វល់ខ្វាយអារឿងនឹងពេកបើថាជាប្រុសចាំគិតហើយចុះអារឿងឃោសនាមេឃុំវិញនៅសល់ប្រហែលថ្ងៃទៀតកូន 4ថ្ងៃទៀតពុកតែពុកមិញដូចជាប្លែកមានមនុស្សមកស្ដាប់ច្រើនណា ហើយចុះឯងសង្ឃឹមប្រមាណភាគដែរកូន បើថាកូនតកែផុនមិនជាប់ទៀតល្អមើលហើយម៉ែវាឯងកុំទៅឆោតពេកយើងមុខមាត់ប៉ុណ្ណេះដែរមកភាកខាងជើងបឹងទលេសាបនេះអ្នកណាមិនស្គាល់ណែអ្នកបោះនោះគេចេះណាស់គេគិតថាបើមិនបោះឲ្យអ្នកមានលុយទៅបោះឲ្យអ្នកអត់លុយកាលទៅបានស្រុកភូមិយើងអភិវឌ្ឍរីកចម្រើន តែយើងមិនមែនយកលុយផ្ទះទៅអភិវឌ្ឍឯណាពុក ទោះមិនអញ្ចឹងក៏ដោយពុកថាបើមេឃុំមានលុយស្រាប់សោះនឹងខ្លាចថាពេលបានធ្វើការទៅពុករលួយកេងប្រវាញ់លុយរត់ឬក៏លុយប្រជាជន មែនខ្ញុំក៏គិតឃើញដូចពុកអញ្ចឹងដែរម្យ៉ាងផ្ទះយើងមានចំការចេកល្មុតស្វាយចន្ទីលក់បានលុយច្រើនជាងគេរាល់តែឆ្នាំឯឡូនេសាទក៏ដេញថ្លៃមិនដែលចាញ់អ្នកណាម្ដងដែរហើយដូចជាអួនបន្តិចចុះភៀវិញចំណេះដឹងក៏ខ្ពស់ធ្វើការនៅពេទ្យស្រុកទៀតមិនមែនធ្លាប់ជួយអ្នកស្រុកតិចដងណា
គ្រាន់តែគេដឹងគុណក៏យកសឹកឆ្នោតទៅណាអស់ ពុ ដែ ក រ ថែមបាយទៀត ទុនសាយចិត្តខ្លាចទៅជាមេឃុំហើយ ក្មួយឯងក្មេងសោះហ្នឹងចេះដឹងអីដែរ កូនឯងគិតទៅសុភ័ណ្ឌបើប្អូនប្រុសឯងវាជាប់ធ្វើជាមេឃុំទៀតផ្ទះនេះមិនដឹងជាលិចមុខលិចមាត់កម្រិតណាទៀតទេ ហើយបើសពថ្ងៃមិនទាន់ទាំងមានកូនធ្វើមេឃុំផងអ្នកណាក៏គេស្គាល់អ្នកណាក៏គេល្បីទៅហើយ ឃើញទេការកណាត់សុភាខ្ញុំจะសពឃើញនេះហោះចូលផ្ទះខ្ញុំថាហើយថាកូនខ្ញុំមួយហ្នឹងត្រូវតែបានធឺធំ ចុះខ្ញុំកូនស្រីយោពុកម៉ែមិនគិតថានឹងបានខ្លាយទៅជាអ្នករាជការក៏មេឃុំអីទេហ៎ ឯងមើលប្អូនស្រីឯងនិយាយចុះសុភាណាស់ហើយកូនអើយរៀនទៅតាមម៉ែឯងទៅដាំស្លឲ្យទៅស្ទាត់ហើយនឹងទុកដាក់លុយកាក់ឲ្យទៅបានគង់ទៅការងារមន្ត្រីរាជការមេឃុំមេភូមិអីអស់នេះវាសំតែជាមួយពួកប្រុសទេកូនតោះហូបបាយទៅ មើលឲ្យជាគេមើលម្ដងមើល ណាមកហើយឲ្យអ្នកឲ្យមើលម្ដង ជាប់ហើយជាប់ម៉ាលីឯង គ្នាក៏ជាប់ដែរ គ្នាសប្បាយចិត្តណាស់ម៉ាលី តោះទៅផ្លូវគេយើងទៅជែកគ្នានៅឡើយលូតឹងបើវិញណាទៅឥឡូវមក នេះគ្នាជាប់ព្រូនណាបាទគ្នាតនយ៉ាទៅទិញម៉ូតូឲ្យមីងទាំងពើខ្ញុំមិនបាច់ដាក់ខ្លួនឃើញទេ តឹងបើខ្ញុំយូរម៉ែ បានហើយ បានហើយចាំតិចបានហើយតែក៏អត់តិចក្មួយហត់ណែរបស់ឯងអានេះរបស់គ្នាហេហើយជួយឲ្យដឹងរឿងសុជា អូសុខជាមកយាយ ផឹកមិញណាគ្នាចុះទៅជួយធ្វើផ្អកអ៊ំគ្នានៅឯដើមភូមិណាឮគេនិយាយថាចំណាននិងសុជាសិតតែប្រឡងបានពិន្ទុខ្ពស់ពីរអ្នកនឹងបានជាប់ទៅពេញទាំងអស់ហ្នឹងមែនទេមានតែសុខហេងហើយនឹងរក្សាទេដែលត្រូវនៅជួយមើលចំការម៉ែគេ ពួកគេបកាណោះបានទៅរៀននៅភ្នំពេញ ហើយចុះអភ័ឯងមានអន់ណាតិចទៀតគេហៅថាអ្នកគ្រូភ័ណ្ឌពេញតែភូមិហ្នឹង ហើយក៏អញ្ចឹងដែរអេអ្នកគ្រូម៉ាលី តោះញ៉ាំតឹងបើ យីម៉ែវាមកស្ទងនោះល្អណាស់ ពុកម៉ែ ក្មេងៗកាប់មក នៅនេះសោះខ្ញុំខំតែដើរហ៎ ហើយហត់ហេតុទៅហប់មកពីណាហ្នឹងកូន ពុកម៉ែកាប់ចេកទៅបន្ទុំប្រគេនលោកឯង ឯងនេះពុកនឹងម៉ែឯងឡើងទៅបន់ផ្ទះភឿននៅឯខេត្តឯងស្គាល់អ៊ំស៊ីថនទេ អ៊ំស៊ីថន អើយកូនវានៅក្មេងណាស់មិននឹងចាំទៅពុកវាអ្នកសុភ័ណ្ឌជួយចំណាំមកស្ទងមួយនេះណាអាសៀលពេលបងឯងមកពីពេទ្យស្រុកឲ្យកាប់ចងទុកឲ្យហើយទៅណាកូនម៉ែឲ្យពុកឯងចេញពីស្រាំងទៅហើយមិនតាន់ពីនេះទៅខេត្តណាផ្លូវនៅមិនតាន់ស្រួលទេ ចាម៉ែ ហើយលោកពុកធ្វើអីហ្នឹង ពុកខ្ញុំប្រឡងចុះគ្រូហើយពុកបានអីឲ្យកូន ហីហើយគ្រូក្រាំងស្អីប្រឡងពីកាល់ហើយមិនក៏ពុកមិនដឹង គឺម៉ែ កូនណាប្រាប់ខ្ញុំដែរតើពុកវាខ្ញុំមកចង់ប្រាប់ឯងដែរតែភ័ស្តុហាមិនឲ្យប្រាប់ទេចាំគេប្រឡងជាប់សិនបានកូនប្រឡងជាប់អញ្ចឹងខ្ញុំអដែរកូនស្រីនេះវាកាត់ទៅរកសុភ័ក្របងប្រុសវា ហើយចុះម៉ែវាឯងមិនគិតខ្លះទេអីព្រោះតែអារឿងធ្វើគ្រូនឹងហើយបានជាសុភ័ក្រត្រូវនាំប្រពន្ធកូនទៅនៅដល់ឯសៀមរាបឯណោះនឹងវាជាកូនប្រុសផងហើយចុះឯងចង់ឲ្យកូនស្រីពៅឯងទៅបង្រៀននៅផុតស្រុកផុតភូមិអញ្ចឹងដែរហី ម៉ែគិតមកទៅ តាមតែពុកឯងសិនទៅចាំម៉ែជួយនិយាយ តែថ្ងៃ18ហ្នឹងគេចូលរៀនហើយណាម៉ែ កុំតាន់អាមាត់កុំតាន់អាកអីទៅលើផ្ទះទៅផ្លាស់កៅអៅចេញសិនទៅណាកូន ចា មួយថ្ងៃមិនបាទជុំមួយដើមដូចដកដង្ហើមមិនស្រួលសោះគឺ កូនគេងហើយហ៎ ចាបងភាសាបាយឥឡូវខ្ញុំទៅរៀប ទុកសិនបងតន់ឃ្លានទេ ថៃយើងថតទេបង គួរសមដែរហេប្រតតែស្អីស្ដាប់មិនបានសោះនេះ ណែបងភាសាទឹកសិនទៅ
បងហ៎សីដាអាយុ5ឆ្នាំហើយផឹកមិញសុផោះជួយរំលឹកថាកូនយើងឆ្នាំក្រោយល្មមដល់អាយុចូលរៀនហើយបងគិតមិនដែរហើយអូនឯងមិនហ្នឹងផនឃើញជើងកូនស្វិតទេវាដើមរួចទេឲ្យវាទៅរៀនមិនទៅតែសុភាថាយើងអាចជូនសីដាយកទៅដាក់ក្នុងថ្នាក់រៀនបានតាទំហំដល់ធំសំកិតទៀតម្ដងសំផស្សម្ដងសុភាមនុស្សគ្រប់គ្នាក្នុងផ្ទះនេះអីក៏មានឥទ្ធិពលលើប្តីប្រពន្ធយើងម៉េចណាហើយបងចាំបាច់ខឹងអីម៉េចខ្ញុំគ្រាន់តែមិនចង់ឲ្យកូនធំឡើងល្ងឹតល្គង់មិនចេះអសរមកតួដូចម៉ែវាទៀតមិនបាច់ស្ដាប់ពីណាទេសីដាបងមិនឲ្យទៅរៀនដាច់ខាតបងមិនឲ្យអ្នកណាយករូបរាងពិការរបស់កូនយើងទៅចំអកឡកលើលេងនោះទេហេនិយាយពីរឿងព្រឹកមិញវិញណែត្រីយើងប្រហែលជាបានលុកមុនគេទៀតហើយធាត់ឲ្យទៅលុកម្ដងនេះពុកចំណេញបន្តិចទេបងខ្ញុំសប្បាយចិត្តណាស់នេះហើយសប្បាយធ្វើស្អីមិនមែនលុយរបស់យើងទាំងអស់ណាខៃឡូត្រីនោះមានចំណែកយើងដែរតែបងណែបងសួរអូនយើងគិតនៅជាមួយពុកម៉ែអញ្ចឹងទៀតដល់កាលទៅកាលណាយើងមានផ្ទះសម្បែងមុខរបរខ្លួនឯងត្រូវដឹងណាយើងមិនមែននៅអញ្ចឹងអស់មួយជីវិតទេយើងអត់ទាន់មានផ្ទះខ្លួនឯងមែនតែលុយកាក់ចំណេញពីលក់ត្រីពុកចាយឲ្យរាល់តែឆ្នាំតានៅជាប់នឹងខ្លួនចឹងក៏មានក្រែដែរបងបារម្ភធ្វើអីហើយដីនៅចុងភូមិក៏ពុកគាត់ថាទិញទុកឲ្យយើងដែរតែបងមិនចង់រស់នៅអារបៀបនឹងមួយជីវិតទេអូនឯងយល់អត់យើងបែកមុខរបរពីពុកក៏មិនមែនស្រួលចំណេញដែរយើងមានដើមធំមកពីណាចុះណាចេញរស់ស៊ីភ្លាមធំភ្លាមនោះតូចក៏ដោយឲ្យតែញើសឈាមផោះយើងវាស្រួលចិត្តជាងសពថ្ងៃនេះដែរណារាល់ថ្ងៃនេះមានអីមិនល្អទៅបងឃើញស្រាប់ហើយពុកម្ចាស់បើយើងមិនជួយកូនហើយចុះកូនប្រុសគាត់មកកកោកទៀតនោះសុភាពប្អូនអូនឯងហ្នឹងទុកធ្វើអីរៀនអស់មកកណោមិនក៏មិនឲ្យជួយគាត់ម្ដងទៅភីអាណាមាននិស្ស័យរឿងរស់ស៊ីនោះបងឃើញទេតារួចចុះសុភ័ក្រទៅធ្វើគូបរិញ្ញានៅសៀមរាបនោះបានប្រាក់ខែប្រមាណណាមិនក៏អូនឯងមកឲ្យពុកហៅគេឲ្យនាំប្រពន្ធកូនមកនៅស្រុកជួយមើលលោត្រីម្ដងទៅក្រែងវាគ្រាន់បើជាងអាចធ្វើគូបរិញ្ញាស៊ីដៃសនោះផងភ័ណ្ឌអើយបងភ័ណ្ឌបងនៅណែកាច់កាឈូកធ្វើអីច្រើនម៉ែបងហើយនេះកាន់សិនហើយកំពុងស្អាតណាស់ថ្ងៃនេះថ្ងៃសិលណាទៅរកបេះផ្លែមានខ្លះដាក់ថ្វាយព្រះអូមែនខ្ញុំប៊ីតាផ្លេចបដូរស្លាធម៌ថ្មីនៅចាំទឹកច្រើនមើលតែមនុស្សចាស់កូននេះចុះបងស៊ីដននិងសៃដាភ្នាក់នៅបងពីរអ្នកពុកកូនកំពុងហូបបបរឯងទៅហូបដែរទៅបងបបរត្រីបងខ្ញីយប់មិញបងថ្លៃឯងយកត្រីពីឡូមកកធអណោហើយថ្ងៃបន្តិចជួយបងវះថៃប្រឡាក់ហាទុកជៀនហូបបបរផឹកផងមើលទៅមុខបងដូចជាមិនសូវស្រួលសោះហើយហ្នឹងគេអត់ឆ្អែតទេយប់មិញរៀងស្អុះបន្តិចហើយចាំមិនក៏មុខមិនសូវស្រួលពុកក៏បងពុកមិនតាន់ថាគាត់ព្រមឲ្យខ្ញុំទៅរៀនគ្រូហើយក៏មិនទេចុះបងដកដង្ហើមធំរឿងអីដែរហ្នឹងបងប្រុសហែងគាត់ចង់បានកូនមួយទៀតអញ្ចឹងហើយបានបងពិបាកចិត្តហ្នឹងណាពិបាកចិត្តក៏មិនបានប្រយោជន៍អីដែរបងទៅឲ្យពេទ្យនៅមណ្ឌលសុខភាពពិនិត្យមើលសិនទៅបងចេះតែខ្លាចចុះបើពេទ្យគេថាបងអត់អាចមានកូនទៅគិតយ៉ាងម៉េចឲ្យបងប្រាប់ពុកសីដាថាម៉េចទៅឯងជួយគិតបងមើលសម្ផស្សមានរឿងខ្លះពេទ្យគេអាចជួយយើងបានណាបងនឹងឯងស្មានថាបើពុកដឹងគាត់ឲ្យបងទៅពេទ្យទេចុះបើបងឈឺសុខភាពបងរឿងអីត្រូវទៅសុំគាត់វិញឯងដឹងអីតាពុកគាត់ធ្លាប់និយាយថាពីមុនមកចាស់កូនដល់ទៅ12នាក់ក៏មានដែរពេលសម្រាប់ម្ដងគេមិនដែលមានពេទ្យអីផងមិនក៏គេកើតបានហើយតែយីម៉បនោះពេកទៅហើយពិបាកពុកគាត់ថាងាកពេទ្យអញ្ចឹងបានជាមនុស្សឥឡូវអាយុខ្លីចុះកាលមុនពេលគាត់ឈឺធ្ងន់បានជាដោយសារពេទ្យមិនដែរអាហ្នឹងហើយបើគាត់គិតថាពេទ្យមិនសំខាន់ហេតុអីក៏គាត់ឲ្យបងភាទៅរៀនពេទ្យធ្វើអីអូខ្ញុំនឹកឃើញហើយបើថានេះបងឯងសួរបងភាត្មងទៅមានគ្រូពេទ្យក្នុងផ្ទះមួយទាំងមូលហើយកុំនិយាយសោះមិនចេះខ្មាស់គេទេរឿងអញ្ចឹងតែស្អីគ្នាឯងហ្នឹងបងមិនចង់ហ៊ាននិយាយប្រាប់ផងតោះទៅហូបបបរបងបើបងបានទៅពេទ្យម្ដងមិនម៉ាក៏អស់ចិត្តដែរមែនហើយតែតោះសំពុកអត់នៅផ្ទះព្រឹកហ្នឹងយើងលួចទៅពេទ្យហ្មងទៅយ៉ាក្មេងក្បាលខូចផចាស់ប្រយ័ត្នបាបចូលបើគាត់ជាអៀតច្អល់មានតែផណាអូបងភ័ណ្ឌថ្ងៃនេះពួកម៉ាក់ខ្ញុំដែលប្រឡងជាប់គ្រូជាមួយ
បបួរតលេងជាការសុកហេង ឯងកុំទៅអីវាដូចជាមិនសូវល្អទេអី អូយបងភ័ណ្ឌអើយខ្ញុំអត់ដែរបានទៅដើរលេងអីគេផងតន់មានឱកាសល្អពុកអត់នៅ តាពុកដឹងបន្ទោសបងស្លាប់ហើយថាមិនចេះមើលឯងកុំអីនៅផ្ទះជាមួយបងណបងណឲ្យខ្ញុំសុំទៅយកខ្យល់អាកាសម្ដងទៅចិត្តនេះហ្នឹងជាការសុកហេញអូភូមិលើនោះបងឯងមិនស្គាល់ណាជីកូននេះកុំស្ដោកនៅធ្វើហឹកដោយកូនក្មេងមិនចេះខ្មាស់គេទេគ្មានពេលណាបានទៅទៀតទេបងបើពុកនៅកុំសង្ឃឹមឲ្យខ្ញុំទៅណបងណណាបងណាតែឆាប់មកវិញមើលជិះម៉ូតូស្រួលបួលប្រយ័ត្នប្រយែងហើយរស់រះមកផ្ទះក្រែងពុកមកតន់ណាចាទទួលបញ្ជាចំការគេធំណាស់វើយធំមែនចំការគេធំណាស់អូខេមែនវ៉ៃមើលធំខ្ញុំមិនដឹងទីប្រាក់ចាំត្រីតែទៀតយើងទៅដាក់ចំណៃហើយចាំមើលវាលូតល្អមើលណាហើយត្រីអីខ្លាំងទៅសុខហេងអូមិនច្រើនដូចផ្ទះសម្ផស្សឯងទេអូយចង់ដូចគេក៏មិនកើតដែរត្រាស់ឯង10មិនស្មើនឹងមកចំណិតលោនេសាទគេផងណាមិនស្គាល់តកែផនពុកសម្ផស្សហ៎សុខជាសុខហេងមកជួយលើកម្ហូបយកទៅដាក់នៅរោងកណ្ដោះមើលភ័ស្តុរក្សាហើយនឹងម៉ាលីនាំគ្នាយល់ឡើងវាខ្លួនឯងអត់ចិត្តមែនលោកអ្នកមានចិត្តចំណានអើយគ្នាសុំទោសផងតោះទៅជួយគេឯងដឹងទេចំណានណាគេខ្លាចតែសម្ផស្សហត់ណាចេះតែថានេះជួយកាន់កត្រងមួយភ័ស្តុរក្សាហុចមកខ្ញុំជួយយូរនេះអរគុណណាចំណានតោះសូត្រពួកយើងទៅបេះផ្លែឈើយកធ្វើផ្ងែមទុកលៀងមាត់ណែឯងនិយាយខុសហើយសុហេងអាចសុំធ្វើការកែតម្រូវបានមានណាគេយកផ្អែមមកលៀងមាត់ទេមានតែប្រឡាក់មាត់ថែមទឹកមកកកូកមិនយកលៀងមកកាច់ឯងមុខស្រីវេលបងនេះឯងអូយឈ្ងុយហើយគឺតែពីទៅជែកត្រីខ្លាយអស់ហើយសុខហេងអូយលើកភ្លើងចាញ់តិចមើលមកពីចំណានហ្នឹងបើខ្លាចត្រីអស់លីងអាំងត្រីខ្លាយខ្លួនឯងទៅបន្ទោសគេដូចមិនសោះអើយគេកាន់ជើងគ្នាគេដល់ហើយវាត្រូវតែអញ្ចឹងហើយសុខហេងឯងមិនដឹងទេហីកាលពីប្រឡងមកដុកនោះក៏គេជាប់ជាមួយគ្នាដែរដល់ឥឡូវខាងស្រីប្រឡងគ្រប់កសលជាប់ខាងប្រុសបានជាប់ទៅរៀននៅមហាវិទ្យាល័យនៅភ្នំពេញល្អដែរតើវិញម្នាក់គ្រូអនុម្នាក់គ្រូវិទ្យាល័យហ្នឹងហើយដែលចាស់គេថាគូនោះឯងចេះនិយាយទៅកើតតែខ្ញុំឈប់និយាយក៏បានដែរគេនិយាយលបងយើមកដល់លេងយកខ្យល់អាកាសសោះហ្នឹងណាមកប្រអាប់គ្នាឯងទៅវិញអបគេចំអន់គ្នាអញ្ចឹងទៅកើតតែគេអញ្ចឹងមែនយ៉ាម៉ាលីឯងចូលដៃជាមួយគេមកធ្វើបាបខ្ញុំដែរមកទៅជួយការពារដឹងអីជួយបញ្យុះថែមសោះអើអើយពួកយើងនិយាយលេងទេតែបើលោកគ្រូអ្នកគ្រូរៀបការជាមួយគ្នាយើងគាត់តែជួយអទេវើយម៉ាលីនេះថាមិននិយាយទេស្រាប់តែមកនិយាយចំកន្លែងខ្ញុំចង់និយាយហ្មងបងសម្លាញ់បើបងដោះប្រស្នាអូនបានទៅអូនព្រមស្រឡាញ់បងប្រស្នាអ្វីទៅអូនសម្លកកោឆ្ងាញ់ត្រង់ណាទៅបងចាំតែដឹងហើយចាំឆ្លើយបានទេអូនមិនបានទេបងឯងឈ្មោះចំណានបើឆ្លើយប៉ុណ្ណឹងមិនបានក៏មិនចង់ស្រឡាញ់ភ័ស្តុឆ្លើយក៏ឆ្លើយដែរសម្លកកោខ្មែរបន្លែធម្មជាតិច្រើនមុខមានវីតាមីនច្រើនគ្មានជាតិគីមីទេអូយខុសហើយបរៀមបងចុះឆ្លើយយ៉ាងម៉េចទៅបានត្រូវប្រនាងអូនគេសួរថាសម្លកកោឆ្ងាញ់ត្រង់ណាចម្លើយគឺឆ្ងាញ់ក្នុងមាត់ហ្នឹងណាប្រអាប់អស់ចិត្តទៅសមចម្លើយហ្នឹងសមមិនសមគិតមើលទៅបើមិនទាន់ដាក់ដល់មាត់មិនឆ្ងាញ់កាត់ហើយពេលលេបចូលពោះបាត់ហ្នឹងវាលេបឆ្ងាញ់ទៅហើយសំឡឹងមើលទៅខាងមុខអនាគតយើងនៅវែងឆ្ងាយអបមកដើរលេងឬក៏មកចំអន់គ្នាណែឈប់លេងទៅខ្ញុំមិនចូលចិត្តទេណ៎ឃើញហ៎រក្សាធុញពេកក្រដាលចាញ់ហើយមកពីរក្សាអន់ចិត្តថាពួកយើងមិនជួយរកគូឲ្យមកអាប់តែសម្ផស្សមិនព្រមបង្អាប់គេផងណែឈប់បបាយទៀតទៅសុកជាប្រយ័ត្នរក្សាខឹងមែនណាអាសាអើយតោះមកហូបឆ្អិនអីអើយមកហូបបាយជុំគ្នាតោះអូសុំភ្លក់ទឹកត្រីបុកតិចមើលកែលោពុលអីកុំឲ្យពុលគ្នាយើងឆ្ងាញ់មែនណាគេអ្នកធ្វើនេះយ៉ាងណាបើស្នេហាដល់ពេលត្រូវភ័ស្តុណានទេមកសងំនេះវិញហៅខ្ញុំហ៎មិនក៏មកឆ្ងាយមែន
ពួកគេកំពុងបេះតបាយហូបសប្បាយណាស់ផោះមិនទៅហូបគេទេខ្ញុំមិនសូវចូលចិត្តទេខ្ញុំចង់មើលទឹកទន្លេណានឃើញទេទន្លេសាបយើងស្អាតណាស់ពេលអាសៀលអញ្ចឹងលោកចាំងនឹងពន្លឺព្រះអាទិត្យពណ៌ក្រហមដូចកម្រាលមាសអញ្ចឹងហើយមើលណោះសត្វហាគៀងគូអាចវ៉ាត់លើមេឃឃើញអីណានឃើញអត់ចូលបើចូលចិត្តមិនក៏មកស្ងួតម៉ែផោះគិតពីរឿងអីខ្ញុំគិតថាបើមនុស្សយើងមានស្លាប់ហើមានសេរីភាពដោយបាក់សីម្លេះសំសប្បាយណាស់ហើយខ្ញុំថាផោះប្រហែលជាមានរឿងអីលាក់ទុកក្នុងចិត្តហើយនិយាយចេញខ្លះមិនបានទេហ្នឹងហើយពុកខ្ញុំចង់ឲ្យខ្ញុំរៀនគ្រូទេតែខ្ញុំមិនជឿថាអំផុនមិនស្រឡាញ់ចំណេះនោះទេមើលតែបងរបស់ផោះចុះធ្វើពេទ្យក៏មានធ្វើគ្រូក៏មានណានមិនដឹងទេពុកគាត់ថាកូនស្រីគាត់មិនចង់ឲ្យទៅធ្វើការឆ្ងាយទេចាស់ចាំងគាត់ចេះតែបារម្ភអញ្ចឹងផោះព្យាយាមបញ្យល់គាត់ទៅធ្វើជាគ្រូមានអីមិនល្អណាហើយកុំរំលឹករឿងពិបាកចិត្តពេលដើរលេងអញ្ចឹងតោះតពួកយើងវិញពួកគេដើរទៅឆ្ងាយចោលយើងអស់ផោះខ្លាចអីមានខ្ញុំហើយគ្មានអ្នកណាហ៊ានប៉ះពាល់ផោះទេធ្វើមើលតែណានហ្នឹងគ្រូក្បាច់គុណបុរាណខ្មែរអញ្ចឹងមិនមែនគ្រូគុណមែនតែខ្ញុំក៏មិនអន់ប្រមាណដែរណាបានហើយនិយាយលេងទេតែខ្លាចអីចំការសុកហេងមិនដែលមានរឿងអីកើតឡើងទេតែយ៉ាងម៉េចខ្ញុំមិនចូលចិត្តឲ្យគេលេងចំអន់ទេខ្ញុំក៏អញ្ចឹងដែរមិនចង់ឲ្យគេចំអន់ទេបើជ្រុលមែនត្មងទៅថាម៉េចមានថាម៉េចគឺនិយាយពីរឿងតែងកំណាប់ហ្នឹងព្រោះឯងចាំស្ដាប់ណាអោជែកមាងស្ងួនអូនមិនដឹងខ្លួនថាបងលួចស្មាក់ខំប្រឹងកេងស្មានបានជួបវលាក់ចិត្តស្មងឥតអាំងលាក់ក្នុងគុំស្មៅអូតាមពិតខ្ញុំយល់ហើយមែនទេបើសិនផុសយល់ខ្ញុំសប្បាយចិត្តណាមិនក៏យល់ហើយណានឯងព្រមនិយាយខ្ញុំខំតែឆ្ងល់មកពីខ្ញុំខ្ញុំគ្មានសេចក្តីក្លាហានចាំបាច់ក្លាហានមើលតែតាហ៊ានទៅសមរភូមិគ្រាន់តែរឿងប៉ុណ្ណឹងព្រោះគ្រួសារយើងមានជីវភាពខុសគ្នាហ្នឹងណាផោះក៏ដឹងដែរខ្ញុំមិនយល់អញ្ចឹងទេសម័យឥឡូវសំខាន់ឲ្យតែយើងមានការងារធ្វើត្រឹមត្រូវមានចរិតល្អនិយាយស្ដីដឹងខុសត្រូវចេះគោរពចាស់ទុំគឺគ្រប់គ្រាន់ណាស់ហើយបើនិយាយពីណានឯងវិញមានអន់ណាប្រឡងជាប់ថ្មីជានិស្សិតភ្នំពេញទៀតណោះងាយណាមាននឹងផោះនិយាយជាការពិតទេខ្ញុំអរនេះពិតតាបើចំណានស្រឡាញ់វលៈចាំខ្ញុំជួយពុទ្ធោវលៈរៀនជាប់ថ្នាក់យើងហ្នឹងហើយណាប្រាប់ផោះថាខ្ញុំស្រឡាញ់វលៈនោះចុះខែណានឯងនិយាយក្នុងកំណាព្យបាញ់មិញនេះសុទ្ធតែស្មោះវលៈស្មាក់វលៈនោះអីណាមែនទេផោះចុះបើមិនមែនវលៈណានស្រឡាញ់អ្នកណាវិញនារីដែលខ្ញុំស្រឡាញ់គឺនៅក្នុងកញ្ចក់ដែលផោះប្រើរាល់ថ្ងៃហ្នឹងហើយត្រឡប់ទៅផ្ទះវិញមើលទៅហើយជួយប្រាប់គេឲ្យខ្ញុំផងដែលមានមនុស្សស្រីណានៅក្នុងកញ្ចក់ធ្វើមើលតារឿងព្រះនាងព្រើសទេរូបអូននឹងហើយគឺជាវាសនានៃបងអូនោះម៉ាលីម៉ាលីចាំគ្នាផងខំតអមកច្រឡំណានោះអូនមេត្តារក្សាឲ្យនៅមានន័យលួងត្រាយើងខ្សែជីវិតបងល្ខោនវិទ្យុរឿងដើមត្រែងដែលនាងកញ្ញាលោកស្រីនិងប្រិយមិត្តទើបបានស្ដាប់នៅពេលនេះសូមសេះតែត្រឹមនេះសិន